ថ្នាក់ដឹកនាំបសសអំពាវនាវដល់មន្ត្រីរាជការដែលកំពុងបម្រើការងារក្រោមអាវ៉ាត់រដ្ឋបាលខេត្តព្រៃវែងនាំប្តីឬប្រពន្ធនិងកូនក្នុងបន្ទប់មកចុះឈ្មោះជាសមាជិកបសសឲ្យបានគ្រប់គ្នានាព្រឹកថ្ងៃទី8ខែមិថុនាឆ្នាំ2026នេះឯកឧត្តមបណ្ឌិតហេងសុផាណារិទ្ធអគ្គនាយករងបសសតំណាងឯកឧត្តមម៉េងហុងប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកបសសនៃក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានអញ្ជើញជាអធិបតីបើកសិក្ខាសាលាផ្សព្វផ្សាយស្ដីពីការអនុវត្តរបបសន្តិសុខសង្គមផ្នែកហានិភ័យការងារនិងផ្នែកថែទាំសុខភាពសម្រាប់បុគ្គលិកដែលស្ថិតក្នុងវិស័យសាធារណៈជូនដល់ថ្នាក់ដឹកនាំនិងមន្ត្រីរាជការក្រោមអាវ៉ាត់រដ្ឋបាលខេត្តដោយមានអ្នកចូលរួមប្រមាណជាង200នាក់ដែលប្រព្រឹត្តទៅនៅសាខាបសសខេត្តព្រៃវែងឯកឧត្តមបណ្ឌិតអគ្គនាយករងបសសបានលើកឡើងថាសិក្ខាសាលាផ្សព្វផ្សាយនេះរៀបចំឡើងក្នុងគោលបំណងដើម្បីឲ្យមន្ត្រីរាជការថ្នាក់ក្រោមជាតិយល់ដឹងកាន់តែច្បាស់អំពីវឌ្ឍនភាពនីតិវិធីនិងអត្ថប្រយោជន៍របបសន្តិសុខសង្គមជាពិសេសគឺការអនុវត្តផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់អ្នកនៅក្នុងបន្ទប់សមាជិកបសសប្តីឬប្រពន្ធនិងកូនដើម្បីជាចំណេះដឹងបន្ថែមក្នុងការផ្សព្វផ្សាយបន្តដល់មន្ត្រីនៅតាមមូលដ្ឋានឲ្យកាន់តែទូលំទូលាយឯកឧត្តមបណ្ឌិតអគ្គនាយករងបានគូបញ្ជាក់បន្ថែមទៀតថាការខកខានមិនបាននាំអ្នកនៅក្នុងបន្ទប់មកចុះឈ្មោះជាសមាជិកបសសគឺធ្វើឲ្យសមាជិកគ្រួសាររបស់ខ្លួនបាត់បង់ឱកាសទទួលបានអត្ថប្រយោជន៍របបសន្តិសុខសង្គមនិងអត្ថប្រយោជន៍ផ្សេងៗពីបសសជាពិសេសត្រូវចំណាយថវិកាផ្ទាល់ខ្លួនក្នុងការព្យាបាលនៅពេលមានជំងឺផ្សេងៗជាមួយគ្នានេះឯកឧត្តមបណ្ឌិតអគ្គនាយករងក៏បានអំពាវនាវយ៉ាងទទូចនិងសង្ឃឹមយ៉ាងមុតមមថាក្រោយពីបញ្ចប់សិក្ខាសាលានេះថ្នាក់ដឹកនាំនិងមន្ត្រីរាជការទាំងអស់ដែលកំពុងបម្រើការងារនៅតាមមន្ទីរអង្គភាពជុំវិញខេត្តដែលមិនទាន់បានចុះឈ្មោះឲ្យប្តីឬប្រពន្ធនិងកូនសូមរុះរាន់នាំអ្នកក្នុងបន្ទប់មកចុះឈ្មោះជាសមាជិកបសសឲ្យបានគ្រប់គ្នាក្នុងឱកាសនោះដែរឯកឧត្តមលាតភិរុនអភិបាលរងនៃគណៈអភិបាលខេត្តព្រៃវែងបានមានមតិសំណេះសំណាលសម្ដែងនឹងការកោតសរសើរនិងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំបសសព្រមទាំងបានផ្ដាំផ្ញើដល់អ្នកចូលរួមទាំងអស់ត្រូវយកចិត្តទុកដាក់ស្ដាប់បទបង្ហាញពីមន្ត្រីជំនាញដើម្បីទទួលបានចំណេះដឹងច្បាស់លាស់អាចផ្សព្វផ្សាយបន្តទៅកាន់មន្ត្រីក្រមអាវ៉ាត់ពិសេសមន្ត្រីរាជការដែលមានសហព័ន្ធប្តីឬប្រពន្ធនិងកូនក្នុងបន្ទប់ត្រូវទៅចុះឈ្មោះជាសមាជិកបសសនៅសាខាដែលនៅជិតបំផុតដើម្បីទទួលបានការគាំពារសុខុមាលភាពនិងអត្ថប្រយោជន៍នានាស្របតាមបទបញ្ញត្តិជាធរមាន